ទស្សនិកជនជាទីគោរពដោយឡែកសមាគមពាណិជ្ជកម្មនិងឧស្សាហកម្មកម្ពុជាចិនខ្វាងតុងបានជួបពិភាក្សាដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការសំខាន់ៗជាមួយសហភាពពាណិជ្ជកម្មកម្ពុជាសមាគមពាណិជ្ជកម្មនៅឧស្សាហកម្មកម្ពុជាចិនខ្វាងតុងបានទទួលបដិសណ្ឋារកិច្ចនិងជំនួបពិភាក្សាជាមួយប្រតិភូពីសហភាពពាណិជ្ជកម្មកម្ពុជាដឹកនាំដោយអង្គការអឹងវ៉ាន់ម៉ៅអនុប្រធានសហភាពពាណិជ្ជកម្មកម្ពុជានិងជាប្រធានសហភាពពាណិជ្ជកម្មខេត្តបន្ទាយមានជ័យដើម្បីពង្រឹងទំនាក់ទំនងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងជំនួបនេះលោកណែមឌីណាប្រធានសមាគមបានបញ្ជាក់ថាសមាគមពាណិជ្ជកម្មនៅឧស្សាហកម្មកម្ពុជាចិនខ្វាងតុងគឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមិនប្រកាន់ពូជសាសន៍ឬសាសនានិងនិន្នាការនយោបាយនោះឡើយក៏ប៉ុន្តែមានបេសកកម្មច្បាស់លាស់ក្នុងការជំរុញការតភ្ជាប់និងការសហការរវាងសហគ្រិនទាំងពីរប្រទេសសមាគមមានគោលដៅធំក្នុងការបង្កើតវេទិកាសម្រាប់ការទំនាក់ទំនងនិងជំរុញកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មនៅឧស្សាហកម្មរវាងពាណិជ្ជករកម្ពុជានិងពាណិជ្ជករចិនខ្វាងតុងដោយផ្ដោតទៅលើការចែករំលែកបទពិសោធន៍ការផ្លាស់ប្ដូរបច្ចេកទេសនិងបង្កើតឱកាសវិនិយោគថ្មីៗដែលអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាមួយគ្នានេះសមាគមក៏មានបំណងក្លាយជាច្រកសំខាន់សម្រាប់ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រិនកម្ពុជានិងខេត្តខ្វាងតុងដែលជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយនៃប្រទេសចិនដែលបានលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្ដូរនូវយោបល់យ៉ាងសកម្មទៅលើវិស័យពាណិជ្ជកម្មការនាំចេញនាំចូលនិងវិនិយោគដើម្បីស្វែងរកឱកាសអាជីវកម្មថ្មីៗនិងជំរុញការអភិវឌ្ឍរួមគ្នាជំនួបនេះត្រូវបានគេមើលឃើញថាគឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងស្ថាប័នឯកជននិងការបង្កើតបណ្ដាញពាណិជ្ជកម្មអន្តរជាតិដែលអាចនាំមកនូវឱកាសថ្មីៗសម្រាប់សហគ្រិនវិនិយោគិននៃប្រទេសទាំងពីរ